ចាជំរាបសួរមេដាបេដាសិស្សទាំងអស់ជាទីគោរពនិងសួស្តីសិស្សនិស្សិតទាំងអស់ជាទីស្រឡាញ់ថ្ងៃនេះគឺអ្នកគ្រូមានការវិលត្រឡប់មកវិញឆ្លងតាមសំណូមពររបស់មេដាបេដាសិស្សនិងសិស្សនិស្សិតទាំងអស់ដែលបានមើលវីដេអូមុនរបស់អ្នកគ្រូហើយក៏សូមសំណូមពរឲ្យអ្នកគ្រូនឹងឡាយអំពីប្រធានបទមួយតើធ្វើរំលែកដើម្បីខ្លាចជាសិស្សបកាយគណិតវិទ្យាចាការពីវីដេអូមុនគឺអ្នកគ្រូបានឡាយតើធ្វើដូចម្ដេចដើម្បីខ្លាចជាសិស្សឆ្នើមនៅក្នុងថ្នាក់ហើយក៏បានចែកនៅចំណេះដឹងមួយចំនួនតាក់ទងនឹងគន្លឹះនិងវិធីសាស្ត្រជាច្រើនដើម្បីឲ្យមេដាបេដាសិស្សក្នុងការយកចិត្តទុកដាក់ការសិក្សាកូននឹងមានវិធីសាស្ត្រសម្រាប់ក្នុងការជួយកូនសិក្សារបស់អស់លោកអ្នកផងដែរប៉ុន្តែថ្ងៃនេះគឺជាប្រធានបទពិសេសមួយដែលឆ្លងតាមសំណូមពរមតិមេដាបេដាសិស្សជាច្រើនថាអ្នកគ្រូតើធ្វើដូចម្តេចដើម្បីឲ្យកូនខ្ញុំខ្លាចជាសិស្សបកាយគណិតឬមួយក៏សិស្សនិស្សិតទាំងអស់ថាធ្វើម៉េចដើម្បីឲ្យចូលចិត្តរៀនគណិតវិទ្យាផងដែរចាចឹងកុំឲ្យខាតពេលយូរនាងខ្ញុំសូមណែនាំឈ្មោះនាងខ្ញុំឈ្មោះភិនចនាអតីតគឺជាគ្រូបង្រៀននៅសាលាបេធីអន្តរជាតិហើយក៏ជាប្រធានបច្ចេកទេសនៅទីនោះផងដែរជារយៈពេល10ឆ្នាំហើយនាងខ្ញុំក៏ជាគ្រូនៅក្រសួងអប់រំផងដែរហើយសប្តាហ៍ថ្ងៃនេះគឺជាម្ចាស់ CEO brand JC56 ដែលមានសេវាកម្មបង្រៀនគួរតាមផ្ទះចាមានគ្រប់ម៉ោងគ្រប់កម្រិតមត្តេយ្យសង្សារអង់គ្លេសខ្មែរគ្រប់កម្រិតទាំងអស់ចាបើសិនជាអស់លោកស្រីអ្នកនាងកញ្ញាចង់យកលោកគ្រូដែលមានបទពិសោធន៍ល្អគឺអ្នកគ្រូមានគ្រប់ទូទាំងរាជធានីភ្នំពេញផងដែរគឺមានគ្រប់ម៉ោងសិក្សានិងគ្រប់កម្រិតផងដែរចាអញ្ចឹងកុំឲ្យខាត់ពេលយូរនៅក្នុងប្រធានបទយើងថ្ងៃនេះគឺអ្នកគ្រូចង់ចែករំលែកសង្ឃឹមថាវាជាគន្លឹះជាបច្ច័យមួយសម្រាប់ក្នុងការជួយដល់សង្គមជាពិសេសគឺសិស្សានុសិស្សទាំងអស់ដែលកំពុងតែមានទុក្ខកង្វល់ចង់ខ្លាយជាសិស្សបកាយគណិតវិទ្យាចាដើម្បីខ្លាយជាសិស្សបកាយគណិតវិទ្យាថ្ងៃនេះអ្នកគ្រូសូមចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួននិងយោងតាមឯកសារមួយចំនួនប្រសិនបើគិតថាល្អទទួលយកបើគិតថាមិនល្អអាចបោះចោលផងដែរណាចាអញ្ចឹងដើម្បីរៀនខ្លាយជាសិស្សបកាយគណិតវិទ្យាយើងត្រូវដឹងពីវិធីសាស្ត្រក្នុងការរៀនសិនចាវិធីសាស្ត្រក្នុងការរៀនគឺអ្វីដែលសំខាន់ជាងគេនោះគឺយើងរៀនជាមួយនឹងគ្រូចាហេតុអ្វីបើសិនជាយើងគិតថាយើងខ្លាំងយើងខំប្រឹងរៀនយ៉ាងណាក៏ដោយដែលមិនបាច់ចាំមានគ្រូគឺទៅអត់រួចទេចាហេតុអីបានជាយើងត្រូវការចំណុចទី1គឺវិធីសាស្ត្រត្រូវការរៀនជាមួយនឹងគ្រូព្រោះគ្រូគាត់មានចំណេះដឹងខ្ពស់ហើយគាត់យល់គាត់ដឹងគាត់ទទួលបាននៅបទពិសោធន៍ល្អៗដឹងពីបច្ចេកវិទ្យាសម្រាប់ក្នុងការជួយជំរុញក្នុងការតាមដានការសិក្សារបស់អ្នកទាំងអស់គ្នានៅពេលដែលបងប្អូនសិស្សានុសិស្សមានចំណុចខ្សោយកន្លែងណាគឺគាត់អាចពន្យល់នៅចំណុចធំដែលយើងជាសិស្សមិនអាចមានចំណេះដឹងស្មើពួកគាត់ចាអញ្ចឹងអ្វីដែលសំខាន់នោះគឺយើងរៀនជាមួយនឹងគ្រូដើម្បីអីចាទី1គឺយើងដើម្បីកត់ត្រានៅចំណុចសំខាន់ដើម្បីងាយស្រួលក្នុងការសួរត្រឡប់ទៅកាន់គាត់វិញនៅពេលដែលយើងយកមកអនុវត្តធ្វើនៅផ្ទះឬក៏អនុវត្តធ្វើការជាក្រុមផងដែរហើយអ្វីដែលសំខាន់នោះគឺគណិតវិទ្យាគឺយើងត្រូវចងចាំនឹងរូបមន្តនិងទ្រឹស្ដីផងដែរចាសមត្ថកម្មដូចជាបច្ចេកនិតឬក៏រូបមន្តមួយចំនួនឧទាហរណ៍ថា a បូក b អូក្រេស្មើ a ក្រេបូក 2ab បូក b ក្រេអញ្ចឹងនៅពេលដែលយើងចាំរូបមន្តគឺងាយស្រួលក្នុងការធ្វើហើយអ្វីដែលសំខាន់ផងនោះគឺយើងមានគ្រឹះចាគណិតវិទ្យាគឺយើងត្រូវមានគ្រឹះតាំងពីថ្នាក់តូចមកវាជា switch បើពេលដែលយើងចាំឧទាហរណ៍ថាគណិតវិទ្យាថ្នាក់ទី9យើងត្រូវចាំជា switch ពីថ្នាក់ទី7ទី8ទី9ដើម្បីងាយស្រួលឲ្យបងប្អូនក្នុងការចងចាំអញ្ចឹងចំណុចទី1គឺអ្វីដែលសំខាន់នោះគឺយើងរៀនជាមួយនឹងគ្រូចាចំណុចទី2គឺរៀនខ្លួនឯងហេតុអីបានជាយើងត្រូវការរៀនខ្លួនឯងដើម្បីឲ្យខ្លាចជាសិស្សបកាយគណិតព្រោះនៅពេលដែលយើងរៀនខ្លួនឯងយើងស្រាវជ្រាវបន្ថែមយើងអនុវត្តនៅផ្ទះយើងបែងចែកការភាគសិក្សាដឹងថាពេលណាត្រូវរំលឹកមេរៀនពេលណាត្រូវចាប់មេរៀនថ្មីពេលណាត្រូវស្រាវជ្រាវនឹងលំហាត់និងបកស្រាយនៅលំហាត់ខ្លះពេលដែលយើងមានចម្ងល់គឺយើងអាចនៅប្រើចំណុចទី3គឺបង្កើតក្រុមសិក្សានៅពេលដែលបងប្អូនសិស្សានុសិស្សទាំងអស់រៀនដោយខ្លួនឯងរៀនជាមួយគ្រូហើយយើងត្រូវតែបង្កើតជាក្រុមសិក្សាហេតុអីបានជាយើងត្រូវការបង្កើតក្រុមសិក្សាពីព្រោះពេលដែលយើងបង្កើតក្រុមសិក្សាមិត្តភ័ក្តិរបស់យើងអាចចេះរូបឬគីមីឬក៏យើងនឹងអាចជំនាញខាងគណិតវិទ្យាអញ្ចឹងយើងអាចចែកនៅចំណេះដឹងដែលជាចំណុចពិសេសរបស់យើងនឹងទៅកាន់មិត្តភ័ក្តិរបស់យើងហើយយើងធ្វើរួមគ្នាយើងសហការយើងអាចធ្វើការជាក្រុមបានហើយអ្វីដែលសំខាន់នោះគឺនៅពេលដែលយើងធ្វើឲ្យយើងបែកបញ្ញានៅខ្វះខាតឡើយណាយើងអាចយកទៅសួរបន្ថែមពីគ្រូរបស់យើងដោយសារពេលវេលាអ្នកគ្រូខ្លីមានរយៈពេលតែ5នាទីទេអញ្ចឹងគឺចំណុចដែលសំខាន់ពីរចំណុចទៀតនោះគឺទី1គឺដោះស្រាយនៅពេលដែលយើងមានចម្ងល់ចឹងនៅពេលដែលបងប្អូនសិស្សានុសិស្សជាទីស្រឡាញ់ទាំងអស់រៀនជាមួយនឹងគ្រូមានទុក្ខកង្វល់អាចយកទុក្ខកង្វល់របស់បងប្អូនទាំងអស់គ្នាទៅឲ្យលោកគ្រូអ្នកគ្រូ